ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃពុធ600ខែកក្កដាឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី12ខែវិច្ឆិកាគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានគណៈបកសង្គ្រោះជាតិបញ្ជាក់ពីជំហរគណៈបកចូលសភាជាថ្មីម្ដងទៀតលោកអ្នកនាងជាទីមេត្រីជាថ្មីម្ដងទៀតតាមរយៈទំព័រ Facebook ផ្ទាល់ខ្លួនលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានបកស្រាយអំពីការចូលសភារបស់គណៈបកសង្គ្រោះជាតិដែលការបកស្រាយនេះបានផ្ដោតលើពីចំណុចសំខាន់គឺទី1ការចូលទៅបំពេញតួនាទីនៅរដ្ឋសភានិងទី2របៀបដោះស្រាយបញ្ហានៅរដ្ឋសភាតាមនីតិវិធីច្បាប់នៅក្នុងចំណុចទី1នេះលោកសំរងស៊ីបានបែងចែកដាច់ពីគ្នារវាងការចូលរួមក្នុងរដ្ឋាភិបាលនិងការចូលទៅធ្វើការក្នុងរដ្ឋសភាចូលរួមក្នុងរដ្ឋាភិបាលបច្ចុប្បន្នគឺជាការចោះចូលនិងចូលដៃជាមួយគណៈបកប្រជាជនកម្ពុជាដែលដឹកនាំអំណាចនីតិប្រតិបត្តិបើធ្វើបែបនេះមែនគឺជាទង្វើខុសឆ្គងក្បត់ឆន្ទៈប្រជារាស្ត្រពីព្រោះជាការទៅសុំឬតថ្លៃតំណែងជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីបានតំណែងជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាលោកសំរងស៊ីបានបន្ថែមថាការចុះទៅធ្វើការក្នុងរដ្ឋសភាដែលតំណាងឲ្យអំណាចនីតិបញ្ញត្តិគឺមិនមានអ្វីខុសឆ្គងទេពីព្រោះយើងគ្រាន់តែទៅយកតំណែងរបស់យើងជាតំណាងរាស្ត្រតាមឆន្ទៈប្រជារាស្ត្រដែលបានបោះឆ្នោតផ្ដល់តំណែងទាំងនោះឲ្យយើងមិនមែនតែសុំតំណែងទាំងនោះពីនរណាឡើយទោះជាយូរឬឆាប់យ៉ាងណាក៏ដោយនៅទីបញ្ចប់យើងត្រូវតែទៅបំពេញតួនាទីរបស់យើងជាតំណាងរាស្ត្រដើម្បីបម្រើនិងការពារប្រជារាស្ត្រទន្ទឹមនេះយើងត្រូវទៅកែច្បាប់បោះឆ្នោតនិងរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបមួយថ្មីឲ្យបានល្អប្រសើរក្នុងគោលបំណងធានាការបោះឆ្នោតលើកក្រោយឲ្យមានលក្ខណៈត្រឹមត្រូវនិងយុត្តិធម៌ការកែច្បាប់បោះឆ្នោតនិងការរៀបចំកោជបមួយថ្មីនេះមិនអាចធ្វើនៅក្រៅរដ្ឋសភាបានទេគឺយើងត្រូវតែចូលទៅធ្វើការក្នុងរដ្ឋសភាដើម្បីសម្រេចបំណងរបស់យើងឲ្យបានចំណែកឯចំណុចទី2គឺរបៀបដោះស្រាយបញ្ហានៅរដ្ឋសភាតាមនីតិវិធីច្បាប់លោកសំរងស៊ីបានពន្យល់ថាតាំងពីមានតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិចូលទៅបំពេញតួនាទីរបស់ខ្លួនរដ្ឋសភាមានទស្សនវិជ្ជាខុសពីមុនគឺចេះយកចិត្តទុកដាក់អំពីពាក្យបណ្ដឹងរបស់ប្រជារាស្ត្រហើយសកម្មជាងមុនឆ្ងាយណាស់ក្នុងការខិតខំបម្រើនិងការពារផលប្រយោជន៍ប្រជារាស្ត្រជាពិសេសជនរងគ្រោះទន្ទឹមនេះដោយមានការចូលរួមពីគណៈបកទាំងពីររដ្ឋសភាក៏បានធ្វើវិសោធនកម្មកែប្រែឬចែងបន្ថែមលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលដើម្បីបើកផ្លូវឲ្យមានការផ្លាស់ប្ដូរកោជបដោយអ្វីដែលប្រជារាស្ត្របានទាមទារក្នុងឱកាសធ្វើមហាបាតុកម្មកាលពីចុងឆ្នាំ2013និងដើមឆ្នាំ2014នេះយើងត្រូវតែបញ្ចប់កិច្ចការទាំងអស់នេះដែលមិនអាចធ្វើតាមរបៀបប្រទ្រុសប្រត្រាយបានទេគឺត្រូវធ្វើតាមនីតិវិធីច្បាប់ដោយមានការជជែកគ្នាដោយសន្តិវិធីជាចុងបញ្ចប់លោកសំរងស៊ីបានបញ្ជាក់ថាយើងត្រូវលើកតម្កើងវប្បធម៌សន្តិនិកដែលជៀសវាងការបង្ហូរឈាមរវាងខ្មែរនិងខ្មែរហើយនាំមកនូវការចេះគោរពគ្នាទៅវិញទៅមកដូច្នេះទោះជាការតស៊ូរបស់គណៈបកសង្គ្រោះជាតិមិនមានលក្ខណៈប្រទ្រុសប្រត្រាយដោយការយើងធ្វើមហាបាតុកម្មក៏ដោយក៏យើងនៅតែរក្សាគោលជំហររបស់យើងដដែលហើយខិតខំជានិច្ចក្នុងការបំពេញឆន្ទៈប្រជារាស្ត្រដែលទាមទារយុត្តិធម៌និងសិទ្ធិសម្រេចវាសនារបស់ខ្លួនដោយខ្លួនឯងតាមរយៈការបោះឆ្នោតត្រឹមត្រូវសេរីនិងយុត្តិធម៌នៅឆ្នាំ2017និងឆ្នាំ2018ខាងមុខថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់កាលពីព្រឹកមិញនេះលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិនិងជាអនុប្រធានទី1នៃរដ្ឋសភាបានចុះជួបសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីនៅតំបន់បឹងកក់រាជធានីភ្នំពេញក្រោយពីអាជ្ញាធរបានចាប់ឃុំខ្លួនតំណាងប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់ប្រមាណ10នាក់ក្នុងខណៈដែលពលរដ្ឋរងគ្រោះទាំងនោះកំពុងតវ៉ានៅមុខសាលារាជធានីភ្នំពេញទាមទារឲ្យមន្ត្រីសាលារាជធានីដោះស្រាយបញ្ហាទឹកជន់លិចផ្ទះរបស់ពួកគាត់នៅពេលមេឃភ្លៀងម្ដងដែលបណ្ដាលមកពីការបូមខ្សាច់លុបបឹងកក់ជាហេតុធ្វើឲ្យប្រព័ន្ធលូស្ទះហូរទៅណាមិនរួចលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងប្រាប់ទៅកាន់ពលរដ្ឋរងគ្រោះថាសមាជិករដ្ឋាភិបាលមន្ត្រីសាលាក្រុងភ្នំពេញត្រូវតែទទួលខុសត្រូវចំពោះបញ្ហាលិចទឹកនៅតំបន់បឹងកក់នេះហើយត្រូវដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋជាប្រញាប់មិនមែនចាំតែចាប់ឃុំពលរដ្ឋនោះទេបងប្អូនជនរួមជាតិដែលរស់នៅតំបន់បឹងកក់លោកកឹមសុខាហើយខ្ញុំសំរងស៊ីបានសម្រេចចិត្តថាត្រូវតែមកមើលស្ថានភាពនៅបឹងកក់
ពីព្រោះបន្ទាប់ពីគេបានចាប់ទេពនីនិងបងប្អូន6នាក់ទៀតពីសហគមន៍បឹងកក់ដោយសារគាត់តវ៉ារឿងលិចទឹកយើងក៏បានសម្រេចចិត្តថាត្រូវតែមកមើលទាល់ភ្នែកឥឡូវឃើញមែនឃើញទុកវេទនារបស់បងប្អូនសំបីតែជនពិការក៏ត្រូវរស់នៅក្នុងភាពលំបាកឬសូថាភ្លៀងម្ដងទឹកលិចរាប់ថ្ងៃសម្រាមលិមួកតែពីពេញជួនកាលមានពោះគឺបងប្អូនរស់បែបនេះរស់มันអាចរស់បានក្នុងភាពថ្លៃថ្នូរមានអនាម័យត្រឹមត្រូវទេខ្ញុំចង់ឲ្យសមាជិករដ្ឋាភិបាលមន្ត្រីសាលាក្រុងអ្នកទទួលខុសត្រូវមកមើលផ្ទាល់ផ្នែកខ្លួនឯងថាបើខ្លួនឯងវិញគ្រួសារខ្លួនវិញតើរស់នៅក្នុងលក្ខណៈបែបនឹងបានទេអត់បានទេដូច្នេះល្មមអ្នកដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់បើកភ្នែកឃើញទុកវេទនារបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ហើយពេលគេទាមទារគេតវ៉ាត្រូវគោរពសិទ្ធិគេតវ៉ាមិនត្រូវចាប់គេដាក់គុកដោយចាប់ទេពនីនេះទេនេះជាអំពើអយុត្តិធម៌ទាមទារដោះស្រាយ